កម្មវិធីបណ្ដុះបណ្ដាលតម្រង់ទិសដៅសម្រាប់បុគ្គលិកថ្មីត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឆ្លើយតបការរីកចម្រើនជាលំដាប់និងការពង្រីកវិសាលភាពនៃការគាំទ្រដល់បងប្អូនប្រជាកសិករម្ចាស់ចម្ការនិងម្ចាស់កសិដ្ឋានទូទាំងប្រទេសក្រុមហ៊ុន Angkor Green បានបន្តពង្រឹងធនធានមនុស្សរបស់ខ្លួនយ៉ាងសកម្មក្នុងនោះជារៀងរាល់ខែយើងបានស្វាគមន៍ក្រុមការងារថ្មីៗជាច្រើនរូបដើម្បីរួមចំណែកផ្ដល់នូវសេវាកម្មដ៏ល្អក្នុងន័យចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើននិងមាននិរន្តរភាពគោលបំណងនៃវគ្គបណ្ដុះបណ្ដាលតម្រង់ទិសបុគ្គលិកថ្មីគឺយើងចង់ឲ្យបុគ្គលិកថ្មីគាត់បានយល់ដឹងច្បាស់អំពីវប្បធម៌របស់ក្រុមហ៊ុន Angkor Green ដែលវប្បធម៌របស់យើងរួមមានតម្លៃស្នូលរបស់ក្រុមហ៊ុនគោលការណ៍សេចក្តីណែនាំនិងអនុសារណៈផ្ទៃក្នុងផ្សេងៗដើម្បីឲ្យពួកគាត់យល់ច្បាស់អាចសម្របខ្លួនទៅតាមបរិបទការងារថ្មីរបស់ពួកគាត់ជាមួយនឹងក្រុមហ៊ុនហើយអ្វីដែលគាត់ត្រូវគិតគឺការពង្រឹងសមត្ថភាពបន្ថែមជាការអភិវឌ្ឍតខ្លួនដើម្បីបន្តការងារជាមួយនឹងក្រុមហ៊ុនឲ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់កម្មវិធីនេះមិនត្រឹមតែជាការណែនាំពីគោលការណ៍ក្រុមហ៊ុនបទបញ្ជាផ្ទៃក្នុងនិងរចនាសម្ព័ន្ធការងារប៉ុណ្ណោះទេប៉ុន្តែជាការបើកទំព័រថ្មីមួយសម្រាប់បុគ្គលិកគ្រប់រូបក្នុងការស្វែងយល់ស៊ីជម្រៅពីវប្បធម៌ការងារដ៏រឹងមាំអភិបាលកិច្ចល្អនិងចក្ខុវិស័យរួមរបស់ Angkor Green គោលបំណងសំខាន់គឺដើម្បីអភិវឌ្ឍចំណេះដឹងជំនាញនិងសមត្ថភាពរបស់ពួកគាត់ឲ្យកាន់តែប្រសើរនេះខ្ញុំចាប់អារម្មណ៍ក្នុងការចូលធ្វើការនៅក្នុងក្រុមហ៊ុន Angkor Green នេះដោយសារតែក្រុមហ៊ុន Angkor Green គឺជាក្រុមហ៊ុនដែលមានទស្សនវិស័យច្បាស់លាស់ហើយជាមួយនឹងការចូលរួមជួយទៅដល់កសិករតាក់ទងជាមួយនឹងកសិកម្មនៅក្នុងប្រទេសហើយសម្រាប់បរិយាកាសការងារខ្ញុំគិតថាវាល្អវារលូនខ្ញុំអាចសម្របខ្លួនទៅបានកម្មវិធីនេះគឺជាកម្មវិធីបណ្ដុះបណ្ដាលសម្រាប់យល់ដឹងអំពីផ្ទៃក្នុងរបស់ក្រុមហ៊ុនចំណេះដឹងទូលំទូលាយដើម្បីយកទៅបម្រើការនៅខាងក្រៅសម្រាប់ខ្ញុំចង់យល់ដឹងឲ្យច្រើនពីតាក់ទងនឹងឆ្នាំយើងចង់ដឹងថាបញ្ហាស្រូវឬក៏បញ្ហាអញ្ចឹងជាអាចគិតថាយកឆ្នាំហ្នឹងយកទៅដាក់ហ្នឹងចង់ឲ្យភាសាជាងមុនបន្ទាប់ពីខ្ញុំបានចូលរួមកម្មវិធីនេះហើយគឺនេះខ្ញុំទទួលបានចំណេះដឹងពីលោកគ្រូអ្នកគ្រូជាច្រើនតាក់ទងជាមួយនឹងការធ្វើការងារយ៉ាងណាដើម្បីឲ្យមានប្រសិទ្ធភាពនិងការរីកចម្រើនទាំងខ្លួនឯងនិងក្រុមហ៊ុនផងដែរការបដិញ្ញាចិត្តរបស់ខ្ញុំគឺនឹងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែខ្លាំងជាងនេះនិងរកដំណោះស្រាយអ្វីដែលថ្មីដើម្បីទៅជួយជំរុញដល់ជាកសិករបង្កើនទិន្នផលឲ្យគាត់កាន់តែខ្ពស់និងជំរុញឲ្យAngkor Greenមាននិវត្តន៍ទៅមុខអធិបឈរខ្ញុំតាំងចិត្តថានឹងដាក់ផែនការមួយជួយដល់កសិករធ្វើយ៉ាងណាឲ្យការងារហ្នឹងគឺរលូនកម្មវិធីបណ្ដុះបណ្ដាលតម្រង់ទិសដៅរបស់ក្រុមហ៊ុន Angkor Green គឺជាសក្ខីភាពបញ្ជាក់ពីការបដិញ្ញាចិត្តរបស់យើងក្នុងការកសាងបរិស្ថានការងារដែលគាំទ្រដល់ការរីកចម្រើនផ្ទាល់ខ្លួននិងវិជ្ជាជីវៈរបស់បុគ្គលិកគ្រប់រូបយើងជឿជាក់ថាវត្តមានរបស់ពួកគាត់នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការបម្រើនិងជួយជ្រោមជ្រែងដល់បងប្អូនប្រជាកសិកររបស់យើងធ្វើកសិកម្មសម័យទំនើបឲ្យទទួលបានទិន្នផលខ្ពស់និងមានជីវភាពកាន់តែល្អប្រសើរក្នុងឆ្នាំ2025នេះយើងទទួលបានបុគ្គលិកថ្មីសរុបចំនួន71នាក់Angkor Greenយើងផ្ដោតលើអ្នកវិនិយោគគឺយើងឲ្យអ្វីៗកាន់តែរីកចម្រើនជាងមុនកាន់តែមានប្រសិទ្ធភាពជាងមុនAngkor Green នៅវានុវត្តវិស័យកសិកម្មឥតឈប់ឈរ